លោកជំរាបសួរសូមស្វាគមន៍ម្ដងជាពី3នាទីដោយព្រោះតែខ្ញុំកំពុងតែឃើញនៅបញ្ជីឈ្មោះនៃអ្នកចូលរួមដែលកំពុងតែចូលរួមនៅក្នុងប្រជុំរបស់យើងសេចក្តីលម្អិតអំពីការចូលរួមចូលប្រជុំ646 749 33 35លេខកូដចូលប្រើ929 255 477សូមអរគុណដែលបានចូលរួមជាមួយនៅពេលនេះមានចំណុចខ្លះនៅខ្ញុំចង់លើកមកនិយាយយើងមានឱកាសដើម្បីនឹងផ្ដល់ពេលវេលាដើម្បីបើសិនជាមានសំណួរសូមចុច raise hand ឬចុច star 9បើសិនជាយើងប្រើទូរស័ព្ទហើយដាក់ដៃចុះឬលើកដៃឡើងសម្រាប់ឲ្យគេដឹងហើយការអធិប្បាយនឹងសំណួរទាំងឡាយគឺអាចប្រើ chat function គឺសម្រាប់មានសំណួរគឺ chat button គឺនៅខាងក្រោមនៃនៃអក្រង់បើមិនជាស្ដាប់ក្នុងភាសាអង់គ្លេសភាសាខ្មែរឬកាឡុកទូរស័ព្ទតាមទូរស័ព្ទចូលប្រើ star 6ដើម្បីនឹងឲ្យអ្នកបកប្រែអាចស្ដាប់លើពេញទៅដោយការប្រជុំនឹងមានពេលសម្រាប់ការផ្ដល់ជាយោបល់និងសារសំណួរហើយអាចផ្ដល់ជាសំណួរឬយោបល់អ្វីនៅហើយមានយោបល់អ្វីដើម្បីចង់ចែករំលែកហើយសូមផ្ដល់នៅការគោរពដល់អ្នកចូលរួមទាំងឡាយផ្សេងទៀតដោយការនិយាយដោយស្ដីដោយពាក្យគោរពដោយគិតគូរអំពីអ្នកដែលចូលរួមទាំងឡាយផ្សេងទៀតនេះគឺជាការកិច្ចប្រជុំដំបូងតាមអ៊ីនធឺណិតសូមអរគុណខ្ញុំឈ្មោះ Erica Siben Morales សូមអរគុណដែលចូលរួមជាមួយយើងនៅពេលព្រឹកនេះខ្ញុំនឹងផ្លាស់ប្ដូរទៅឯ Michael Cano ហើយគាត់នឹងប្រាប់ជំរាបសួរខ្ញុំគឺឈ្មោះ Michael Cano គឺជាអ្នកដែលចាត់ចែងផ្នែកខាង LA Metro អរគុណដែលបានចូលរួមថ្ងៃនេះបន្តមកទៀតគឺ Ernesto Chavez ជំរាបសួរខ្ញុំ Ernesto Chavez ខ្ញុំក៏ធ្វើការជាមួយនៅ LA Metro ជាកម្មវិធីសម្រាប់មហាវិថីរដ្ឋហើយបន្តមកទៀតKeandra ជំរាបសួរសូមអរគុណដែលបានមកចូលរួមនៅលើថ្ងៃនេះនៅ Metro ដូចគ្នាដែរគោលដៅរបស់យើងនឹងមុខវិជ្ជារបស់យើងគឺដើម្បីនឹងស្ដាប់ហើយដើម្បីស្រាវជ្រាវនៅព័ត៌មានតាក់ទងជាមួយនឹងក្រុមធម្មពលតាក់ទងជាមួយនឹងសមាជិកក្នុងសហគមន៍អំពីរបៀបដែលយើងអាចបន្តដំណើរការនៃការធ្វើមហាវិថី710គោលដៅគឺដើម្បីផ្ដល់នឹងព័ត៌មានបច្ចុប្បន្នភាពអំពីស្ថានភាពនៃហាត់វៃបានជាការពង្រីកឬគម្រោងដែលអាច710ត្រូវបានជួទុកគឺយ៉ាងទៀតគឺដើម្បីផ្ដល់ជាគោលបំណងនិងដំណាក់កាលនៃគម្រោងក្រុមធម្មពល710ទៀតដើម្បីនឹងជួយធ្វើយ៉ាងណាដើម្បីនឹងជួយឲ្យសហគមន៍របស់យើងចូលរួមនៅក្នុងដំណើរការនេះគឺជាការសង្ខេបសម្រាប់ព្រឹកនេះយើងបានធ្វើការស្វាគមន៍ការណែនាំឲ្យស្គាល់ប្រណផ្ដល់ជាប្រវត្តិសង្ខេបអំពីគម្រោងនោះអំពីហាត់វៃបានត្រូវបានព្យួរនៅការពិវត្តនៅ I-710 គឺដើម្បីចូលរួមជាមួយនឹងការពិភាក្សានៅក្នុងសហគមន៍នៅនាអនាគតហើយទីបញ្ចប់នឹងមានការផ្ដល់ជាយោបល់និងសូមថ្លែងសេចក្តីអំណរគុណចំពោះទស្សនិកជនទាំងអស់គឺតាក់ទងអំពី I-710 ហើយយើងនឹងមានការអធិប្បាយបញ្ចប់ដោយបានមាននិយាយដូច្នោះក៏យើងផ្ដល់ជាប្រវត្តិហើយខ្ញុំនឹងឲ្យ Ernesto Chavez គាត់នឹងចែករំលែកជាមួយនឹងយើងនៅថ្ងៃនេះសូមអរគុណ Erica សូមជម្រាបសួរខ្ញុំឈ្មោះ Ernesto ធ្វើការឲ្យ Metro គម្រោងការនេះបានត្រូវបានព្យួរទុកតាំងពីឆ្នាំជាយូរណាស់មកហើយដើម្បីចាប់ផ្ដើមយើងចង់ចាប់ផ្ដើមអនុវត្តផ្សេងៗម្ដងទៀតគឺដើម្បីនឹងផ្ដល់នៅចំពោះអ្នកដែលមិនបានតាមដានតាមសារព័ត៌មានដែលមិនដឹងអំពីគម្រោងការចំពោះការបន្តដំណើរការចំពោះការពិវត្តនៅ
កម្រង I710 ម្ដងទៀតហើយចង់ជម្រាបប្រាប់ទាំងអស់គ្នាអំពីផែនការរបស់យើងហើយបានចាប់ផ្ដើមតាំងពីដើមឆ្នាំ2000រហូតមកដល់ពេលនេះត្រូវបានព្យួរទុកប៉ុន្តែឥឡូវនេះគឺកណ្ដាលនៅពេលនោះគ្រាន់តែជាការរៀបចំបរិស្ថានសម្រាប់ការពង្រីកមហាវិថីដោយមានរួមទាំងការពង្រីកដាក់លេនបន្ថែមទៀតនេះគឺជាសំណើរបស់យើងដើម្បីធ្វើនៅការសាងសង់និងការពង្រីកចូលទៅ I5 ដើម្បីបង្កើតជាលេនដាច់ដោយឡែកដើម្បីហូរចូលទៅ I5 ទីមួយគេថាវាបានចាប់ផ្ដើមតាំងពីឆ្នាំ2012ដោយការសារព័ត៌មាននៅពេលនោះគឺថាមាននៅមតិជាច្រើនរាប់ពាន់ដែលបានផ្ដល់ហើយគឺបានបង្ហាញប្រាប់យើងថាយើងត្រូវតែត្រឡប់ទៅវិញដើម្បីធ្វើជាគម្រោងការសាច់ថ្មីម្ដងទៀតហើយជំរឿនរបស់យើងគឺការកែប្រែគឺស្របទៅតាមក្រុមគណៈកម្មការហើយឯកសារក៏បានត្រូវបានផ្ដល់ចាប់2017ដូចជាបានឃើញនៅលើអក្រង់នឹងដែរហើយគម្រោងនេះត្រូវបានព្យួរទុកឆ្នាំ2021គេដំណាក់កាលបន្ទាប់ទៅទៀតនេះគឺដើម្បីនឹងឲ្យ Caltrain ហើយ Metro ផ្ដល់ជាយោបល់របស់គេនៅក្នុងហើយគោលដៅរបស់យើងនោះគឺដើម្បីនឹងផ្ដល់ឬបន្ថែមជាលេនមួយទៀតទាំងទៅទាំងមកនៅឯមហាវិទ្យាល័យនៅមហាវិថីគណៈកម្មការបានផ្ដល់គឺបានធ្វើដោយព្រោះធ្វើបានដោយសារពន្ធដារពីមូលដ្ឋាននៅក្នុងរបស់យើងគឺដើម្បីដល់ព្រោះនេះគឺជាកង្វល់ចម្បងនៅក្នុងសហគមន៍របស់យើងដែលព្រោះតែមានការព្យួរទុកមួយរយៈនោះបន្តមកទៀតMetro Transportation នឹងបញ្ចប់ជាមួយនឹងEIR និង IES ទី1គឺគម្រោងការនឹងមិនអាចទទួលបានការយល់ស្របពីសហព័ន្ធនោះឡើយហើយយើងក៏មានចិត្តរៀបបានពិភាក្សាអំពីរឿងនេះអត់ទៅទៀតម្ដងទៀតគឺដែលសំខាន់គឺរដ្ឋលើកកង្វល់ឡើងអំពីបញ្ហានេះដែរជាពិសេសចំពោះការពង្រីកនៅមហាវិថីគឺដែលថាវាមិនសមស្របទៅតាមគោលនយោបាយនៅក្នុងរដ្ឋរបស់យើងហើយនេះជាកង្វល់ដ៏ធំដែលគណៈកម្មការដែលបានលើកមកពិភាក្សានៅក្នុងរដូវក្តៅហើយបានណែនាំឲ្យស្គាល់នៅញត្តិខ្លះអំពីញត្តិទី1គឺដោយអ្នកគ្រប់គ្រង journalist គឺដើម្បីបានប្រាប់ថាត្រូវតែព្យួរនៅ EIR EIS មួយរយៈសិនដើម្បីបញ្ចូលរួមអ្វីៗទាំងឡាយផ្សេងទៀតដែលថាកើតឡើងអំពីដោយសារការបញ្ចូលឬពង្រីកនៅមហាវិថីហើយ motion 48Supervisor Han បានស្នើសុំឲ្យបុគ្គលិកបានរាយការណ៍អំពីការពង្រីកហ្នឹងតើមតិរបស់សាធារណរដ្ឋដូចម្ដេចហើយញត្តិទាំងពីរនេះដែលសំខាន់ពេកក៏បានស្នើសុំឲ្យយើងបង្កើតជាផែនការដើម្បីនឹងធ្វើនៅការរៀបចំផ្សាយផ្នែកម្ដងទៀតហើយដើម្បីនឹងបង្កើតជាចក្ខុវិស័យដែលយើងអាចនឹងបន្តដំណើរតទៅមុខទៀតថ្មីបើយើងមានវិបត្តិទាំងនោះហើយដូច្នេះបានជាយើងនៅទីនេះគឺយើងនឹងស្ដាប់ឮអំពីសហការីរបស់ខ្ញុំមុននឹងយើងធ្វើរៀងដូច្នោះខ្ញុំចង់បញ្ជាក់ប្រាប់ឲ្យបានជាក់ច្បាស់ថាដោយព្រោះតែការនេះត្រូវបានព្យួរទុកតាំងពីខែ5ជំរឿនបន្ថែមទៀតគឺគម្រោងការនេះគឺថាមិនបានឃើញនៅក្នុងមិនបានស្របទៅតាមការអនុញ្ញាតរបស់ Metro នៅការសង្កេតឃើញនៅក្នុងត្រីមាសនេះខ្ញុំចង់បញ្ជាក់ថាយើងយល់
ហើយយើងនឹងអនុវត្តតាមហើយដែលសំខាន់បំផុតគឺទី1គឺស្នើសុំដល់ការចូលរួមនៃសហគមន៍នៅក្នុងដំណាក់កាលនៃការចូលរួមរបស់សហគមន៍គឺដើម្បីផ្ដល់ជាមតិហើយដើម្បីធ្វើការដំឡើងទៅដល់ក្រុមគណៈកម្មការចំពោះប្រជាពលរដ្ឋជាច្រើនមិនបានយល់ព្រមមិនយល់ស្របជាមួយនឹងអ្វីដែលយើងបានស្នើសុំហើយឆ្នេះគេបន្ទាប់ពីយើងប្រមូលព័ត៌មាននេះគឺថាយើងនឹងយកវាទៅលើកឡើងទៅគណៈកម្មការហើយមួយទៀតគឺថាយើងត្រូវតែធ្វើយ៉ាងណាដើម្បីខាតចំពោះការផ្សព្វផ្សាយនៅព័ត៌មានរបស់យើងដើម្បីបញ្ចុះបញ្ចូលពលរដ្ឋការគ្រាន់តែផ្ដល់ជាកិច្ចប្រជុំគឺមិនគ្រប់គ្រាន់ឡើយយើងបានធ្វើយើងបានមានកិច្ចប្រជុំជាច្រើនឡើងក៏តែការតំណែងរបស់យើងនៅតែពុំបានគ្រប់គ្រាន់ឡើយហើយយើងចង់ឲ្យសហគមន៍របស់យើងគឺថាធ្វើយ៉ាងណាដើម្បីនឹងផ្ដល់ជាដំណោះស្រាយចំពោះគម្រោងរបស់យើងយើងក៏ចង់ស្វែងរកនៅរៀបកាន់តែល្អប្រសើរដើម្បីនឹងចូលរួមជាមួយនឹងសហគមន៍ចំពោះវិបត្តិទាំងឡាយផ្សេងចំពោះបញ្ហាដ៏មួយគឺថានៅក្នុងការធ្វើនោះគឺថាការស្វែងរកអំពីរបៀបណាដើម្បីនឹងយើងអាចធ្វើការប្រស័យតំណែងជាមួយគ្នាបានល្អប្រសើរនេះគឺជាslide របស់ខ្ញុំហើយខ្ញុំនឹងបញ្ជូនវាទៅ Michael ហើយខ្ញុំនឹងអាចនឹងសួរសំណួរណាដែលបងប្អូនមាននៅពេលនេះសូមអរគុណErnesto សូមអរគុណសូម Erica សូមដាក់ slide មួយទៀតចំពោះក្រុមគម្រោងការគឺយើងនៅក្នុងទីកន្លែងដែលមាននៅការផ្លាស់ប្ដូរចំពោះការចាក់វិស័យរបស់យើងនៅ Metro នៅ Caltrans ចំពោះការក្រងនៅគម្រោងតាមរបៀបណាដើម្បីនឹងការពារដល់ពហុសហគមន៍របស់យើងដើម្បីផ្ដល់ជួយគ្រប់គ្រងដល់គោលដៅតាមមូលដ្ឋានទាំងឡាយផ្សេងៗចំពោះអ្នកដែលចូលរួមក៏បានដឹងដែរថាផលប៉ះពាល់នៅត្រីមាសគឺការប៉ះពាល់នោះគឺបានកាន់តែធ្ងន់ធ្ងរឡើងប្រហែលជារៀងរាប់ទសវត្សរ៍បាននាំទៅមានភាពគ្រោះថ្នាក់ឬផលប៉ះពាល់ទាំងឡាយផ្សេងៗទៀតនៅក្នុងសហគមន៍នេះគឺជាឱកាសដើម្បីនឹងចង្អុលបង្ហាញអំពីផែនការរបស់ Metro និង Caltrans ហើយដោយមានការសន្ទនាជាមួយនឹងពហុសហគមន៍មុននឹងយើងចាប់ផ្ដើមបង្កើតជាគម្រោងការដូច្នេះហើយគឺថាធុរៈសំខាន់របស់យើងនោះគឺមិនត្រឹមតែគិតគូរអំពីផលប៉ះពាល់សម្រាប់បច្ចុប្បន្ននេះទេប៉ុន្តែសម្រាប់នៅអនាគតទៀតដែរយើងគិតថា Metro និង Caltrans គឺជាពិសេសយើងមានឱកាសដើម្បីនឹងផ្ដល់ជានិយមអំពីគម្រោងដែលអាចនឹងកើតឡើងនៅអនាគតដោយសារការតំណែងជាមួយពហុសហគមន៍ដើម្បីនឹងទាំងអស់គ្នាយើងអាចធ្វើការជាមួយនឹងគ្នាដំណើរការនេះដែលយើងដែល Metro គណៈកម្មការ Metro Board គឺដើម្បីនឹងពិនិត្យមើលអំពីមហាវិថីតើរបៀបណាដែលយើងអាចនឹងធ្វើការពិវត្តនិងការបង្រីកដែលថាសមស្របទៅតាមមិនតែចំពោះយើងផ្ទាល់ប៉ុន្តែសម្រាប់សមាជិកនៅក្នុងពហុសហគមន៍ទាំងឡាយផ្សេងៗទៀតដែរការប្រជុំទូមុនគឺខែកញ្ញាទី2កំពុងតែរៀបចំទាំងឡាយផ្សេងទៀតហើយយើងមានការជួបជុំគ្នាលើថ្ងៃនេះគឺដើម្បីនឹងស្ដាប់លើពីយោបល់របស់សមាជិកនៅក្នុងសហគមន៍យើងចង់បង្កើតការវិនិយោគមិនត្រឹមតែជាការវិនិយោគសម្រាប់មហាវិថីប៉ុណ្ណោះទេហើយឥឡូវនេះយើងគឺថាបានវាតម្លៃហើយបានវាតម្លៃផ្សេងៗទៀតដើម្បីឲ្យចូលរួមនៅសមាជិកនៅពហុសហគមន៍ទាំងឡាយផ្សេងៗដើម្បីធ្វើជាការវិនិយោគចំពោះការបង្រីកនិង
មហាវិថីនេះមានក៏ស្វែងរកពេលវេលាណាដើម្បីទៅកណាយើងធ្វើបន្តអនុវត្តនៅគម្រោងនោះកណាយើងមិននាំឲ្យមានការប៉ះទង្គិចទៅលើដល់ជីវរស់នៅរបស់ពលរដ្ឋឡើយបើចូលរួមជួបនឹងផែនការរបស់យើងនៅក្នុងគណៈកម្មការនៃ Metro នៅក្នុងឆ្នាំ2022នេះគឺជាមតិដែលយើងមានគេថាយើងចង់ស្ដាប់ពីបងប្អូនទាំងអស់គ្នានៅពេលដែលយើងកំពុងតែពិភាក្សាគ្នាពីរឿងនេះហើយយោបល់របស់បងប្អូនឬសមាជិកនៃសហគមន៍ដើម្បីនឹងផ្ដល់ជាយោបល់នៅពេលនេះខ្ញុំសូមផ្ដល់ពេលវេលាដល់ Indiana គឺដែលបានចែករំលែករួចហើយថាគឺពីសំធរអំពីកម្រងការយើងកំពុងតែធ្វើការជាមួយនឹងក្រុមធម្មពល Task Force 710នេះគឺគឺជាការចាប់ផ្ដើមប៉ុណ្ណោះទេគឺថាមានជាកម្រងការជាច្រើនផ្សេងទៀតដែលនឹងរៀបចំឡើងទៀតគឺមានន័យថាការធ្វើការយ៉ាងណាដើម្បីនឹងឲ្យមានការយល់អំពីភាពសមធម៌គ្រប់ទស្សនវិជ្ជាទាំងអស់ដែលយើងត្រូវតែគិតពិចារណាសម្រាប់គោលកម្រងការនេះដើម្បីឲ្យយើងកាន់តែយល់ថាហេតុអ្វីបានជាកម្រងការនេះមានហើយម្យ៉ាងទៀតជាទីបំផុតគឺថាយើងចង់ដើម្បីយើងអាចនឹងស្វែងរកអំពីរបៀបច្នៃប្រឌិតថ្មីថ្មោងដើម្បីជួយគ្រប់គ្រងនៅលើដំណើរការចំពោះគម្រោងនេះរួមដែលចូលរួមជាមួយមតិរបស់សមាជិកពេទ្យសមាជិក Task Force ដោយបានឃើញតំណាងអំពីរដ្ឋាភិបាលអំពីក្រុមអង្គការទាំងឡាយទៀតអំពីក្រុមគមនាគមន៍ហើយនឹងអង្គការទាំងឡាយផ្សេងៗទៀតហើយមានជាក្រុមគណៈកម្មការទាំងឡាយផ្សេងៗទៀតដែលធ្វើការត្រួតពិនិត្យចំពោះការដែលយើងនឹងបង្កើតក្រុមប្រឹក្សាហើយផ្ដល់ជាអវ៉ាត់ដើម្បីនឹងធ្វើការត្រួតពិនិត្យនិងស្នើសុំដល់ការចូលរួមរួចហើយផ្ដល់ជាសំណើទៅឯក្រុមធម្មពលគឺខែទី10ថ្ងៃទី13នឹងមានការប្រជុំទៀតបើសិនជាបងប្អូនបងប្អូនមានចង់ចូលនោះសូមអាចដាក់បញ្ចូលនៅអ៊ីមែលលេខទូរស័ព្ទតាមលេខ chat ដើម្បីឲ្យយើងអាចតាក់ទងជាមួយនឹងបងប្អូនកាលណាយើងមានដំណើរការរៀបចំរួចហើយក្រោយពីទៀតយើងនឹងមានឱកាសដើម្បីនឹងប្រាប់យើងអំពីអ្វីដែលកំពុងតែគិតអំពីកម្រងកិច្ចបើសិនជាមានផលវិបាកដែលនឹងកើតឡើងឬក៏មានសេចក្តីលម្អិតណាផ្សេងទៀតដែលចង់បញ្ចូលបន្ថែមទៀតអំពីរបៀបដែលយើងអាចនឹងអនុវត្តចំពោះការបញ្ចូលនៅមតិនៃសហគមន៍បន្តទៀតអូខេដោយព្រោះតែ Task Force បានជួបគ្នាយើងបានមានការប្រជុំពីរមួយទៀតគឺថ្ងៃទី13ថ្ងៃរសៀលហើយយើងក៏ចូលរួមជាមួយនឹងក្រុមកម្មករដែលចូលរួមជាមួយនឹងការចូលរួមរបស់សហគមន៍ជាមួយនឹងកិច្ចព្រមព្រៀងសហគមន៍និងកម្មវិធីហៅថា Clean Truck គេរួមចូលជាមួយនឹងថាដំណាក់កាលនៃការសម្រាប់ចិត្តគឺមានដូចមិនដេចគឺចូលរួមសហគមន៍ទាំងឡាយផ្សេងៗទីបំផុតគឺជាកម្មវិធី Clean Truck Program ដែលយើងនឹងពិភាក្សាជាមួយនឹងចំណុចដ៏សំខាន់ទៀតដែលយើងនឹងលើកមកនិយាយជាមួយនឹងគ្នាហើយខ្ញុំសូមផ្ដល់ឱកាសដល់ Erica ហើយ Erica នឹងមុននឹងគាត់ផ្ដល់ពេលវេលាសម្រាប់សំណួររបស់អ្នកចូលរួម
នៅក្នុង slide នេះគឺជាការគួរបង្ហាញអំពីកិច្ចប្រជុំ Task Force ជលគីគឺជាយោបល់ដែលបានផ្ដល់ដែលបានលើមុនខ្ញុំចង់ចង់អល់បង្ហាញខ្លះអំពីនៅគំនូដែលឃើញនៅលើនេះគឺបានផ្ដល់សម្រាប់ថ្ងៃនេះអំពីដំណាក់កាលទាំងមូលនេះគឺអាចរកឃើញនៅក្នុងគេ web address ឬគេហទំព័រគឺនៅខាងក្រោយដែលអាចឃើញនៅខាងក្រោមនៃទំព័រនេះគេថា metro.net/projects/I-17 corridor /#documents នេះគឺជាអ្វីដែលបងប្អូនអាចរកឃើញនៅឯកសារទាំងឡាយផ្សេងៗទៀតអំពីក្រុម Task Force ដែលបាននិយាយដូច្នោះចំណុចពីរដែលខ្ញុំចង់លើកមកនិយាយគឺដែលខ្ញុំចង់ចង់អល់ប្រាប់ស្របទៅតាមក្រុមផ្ដល់មតិបានជួបជុំគ្នាគឺថាយើងត្រូវតែបង្កើតជាទីកន្លែងដែលមានសុវត្ថិភាពផ្ដល់ជាតម្លាភាពដើម្បីនឹងជួយផ្ដល់ជាគោលដៅសម្រាប់ក្រុមការរបស់យើងហើយការប្រស័យតាក់ទងជាមួយគ្នាឲ្យបានជាក់ច្បាស់ដើម្បីផ្ដល់គឺមកចង់ឲ្យបង្ហាញក៏អាចរកឃើញនៅក្នុងគេហទំព័រខាងក្រោមនេះគឺជាដំណាក់កាលនៃការរៀនរបស់យើងឥឡូវនេះយើងចង់ដឹងអំពីយោបល់របស់សមាជិកនៃពហុសមាគមយើងសូមឲ្យស្វាគមន៍យើងនឹងដាក់ជាសំណួរខ្លះនៅចំពោះមុខរបស់យើងសូមបង្ហាញនៅ slide មួយទៀតនៅពេលដែលសំណួរទៅបានសួរគឺទី1គឺថាតើអ្វីទៅគឺជាកង្វល់របស់អ្នកអំពីគម្រោងនិងដំណើរការនៃ I-17 ហើយក៏អាចទូនៅ Google Doc ដែរដែលយើងអាចទទួលចំពោះអ្នកខ្លះមិនចង់និយាយដែលប៉ុន្តែមានចិត្តកក់ក្ដៅក្នុងការសរសេរអូខេស្របទៅតាម via Google Doc អាចនឹងដាក់ចូលជាសំណួរឬកង្វល់ណាដែលបងប្អូនមានយើងក៏មានកំពុងតែស្ដាប់តាមអេស្ប៉ាញទៅកលឬខ្មែរសូមផ្ដល់សូមចុច star 6ដើម្បីនឹងប្រាប់ឲ្យអ្នកបកប្រែដឹងណាដែលបានខ្ញុំនឹងសួរថាតើសំណួររបស់អ្នកអំពីគម្រោងដើមនៃ I-17 សូមផ្ដល់អំពីបទពិសោធន៍ស្របតាមបទពិសោធន៍បើសិនជាមានជាសំណួរអ្វីអំពីព័ត៌មានបានបង្ហាញដល់បងប្អូនដែលបានតើមានសំណួរអ្វីតែខ្ញុំមិនទាន់បានឃើញអ្នកណាលើកដៃនៅឡើយទេហើយខ្ញុំនឹងផ្ដល់ឱកាសឲ្យបងប្អូនដើម្បីនឹងបង្កើតជាយោបល់និងគំនិតនៅក្នុងហើយអាចតាក់ទងជាមួយយើងតាម Google Doc ដែរដើម្បីនឹងចែករំលែកនៅយោបល់និងសំណួរណាដែលទស្សនិកជនមានអ្នកណាលើកដៃខ្ញុំមាននៅយោបល់ខ្លះដែលដល់ចូលតាម Google Doc ឃើញលើកដៃមួយខ្ញុំឃើញហើយ Kendra Mr. Vincent Chavez សូមនិយាយប្រាប់យើងតើលោកជាតំណាងនៃសហគមន៍នោះ Willow and Golden នៅក្បែរ710គេសួរសំណួរចុះហើយអ្វីបានជាគម្រោងដើមត្រូវបានបដិសេធពីមុនមកនេះគឺជាសំណួរដ៏ល្អហើយបានឲ្យ Ernesto ប្រហែលជានឹងឆ្លើយសំណួរនេះErnesto សូមដាក់ស្ដាប់ខ្ញុំលើទេបាទស្ដាប់លើចាស្របតាមរបាយការណ៍ផ្នែកការបរិស្ថានគឺមានបានផ្ដល់ជារេខាគឺការព្រួយបារម្ភអំពីគុណភាពនៃខ្យល់អាកាសដែលបានចេញរាយការណ៍មកពីរដ្ឋាភិបាលសហព័ន្ធក្នុងការចូលសហការជាមួយនឹងគម្រោងរដ្ឋបាលនៃមហាវិថីដែលនៅពេលនោះគឺថាចំពោះចក្ខុវិស័យគឺថាយើង
បើសិនជាយើងធ្វើការជួសជុលទៅពេលនោះគឺថាយើងពុំអាចនឹងpass ឬធ្វើបានដោយព្រោះតែគុណភាពនៃខ្យល់ដែលជាកង្វល់ដ៏ធំរបស់យើងហើយគេថាគម្រោងនោះគឺថាគឺនឹងមិនត្រូវបានអនុម័តដោយព្រោះតែយើងមានកង្វល់អំពីផ្សែងដែលចេញពីឡានដឹកទំនិញធំហើយនឹងជាដីហុយទៅតាមវិថីដែលគេថាដែលកណ្ដាលមានឡាននឹងរថយន្តធំដឹកជញ្ជូនបើគាត់ទៅធ្វើឲ្យវាហុយម្យ៉ាងទៀតក៏គឺជាផលវិបាកដែលអាចកើតឡើងទៅដល់កង់របស់ឡាននៅក្នុងការបើកបរនៅលើនៅក្នុងមហាវិថីនោះដែរហើយគេថាគោលដៅរបស់យើងគឺថាធ្វើយ៉ាងណាគឺដើម្បីបំបត្តិកាត់បន្ថយជាតិពុលដូច្នេះហើយដល់ព្រោះតែគម្រោងការនេះអាចបង្កើតឲ្យមានផលវិបាកទាំងអស់នេះចំពោះការបើកបរទៅតាមមហាវិថីគឺថាគម្រោងការនេះមិនត្រូវបានអនុម័តនៅឡើយប៉ុន្តែនៅក្នុងគោលនយោបាយវិញនោះCaltrans នឹងរដ្ឋដែលខ្ញុំមិនចង់និយាយចំនួនរដ្ឋឡើយព្រោះតែមានតំណាងពីរដ្ឋដែលនឹងគេក៏មានដោយក្រុមគណៈកម្មការក៏មានកង្វល់ដូចគ្នាដែរបើសិនជាថាបើសិនជាយើងបង្កើតជាគម្រោងការមួយទៀតគេនៅក្នុងការពង្រីកមហាវិថី710ជាការតាក់ទងជាមួយនឹងអាកាសធាតុនៅក្នុងមូលដ្ឋានរបស់យើងការគោលការណ៍នេះគឺដើម្បីកាត់បន្ថយនៅជាតិពុលគេថាយើងបានជាយើងចង់គិតអំពីការបញ្ចូលលេនបន្ថែមទៀតនេះគឺជារូបភាពធំដែលគូបង្ហាញប្រាប់យើងគឺថាយើងនឹងមិនស្វែងរកនៅដំណោះស្រាយផ្សេងទៀតនោះសូមអរគុណចង់ប្រាប់ថាមានមូលហេតុជាច្រើនដែលគម្រោងនេះត្រូវបានព្យួរទុកមួយរយៈនោះគឺថាក្រុមគណៈកម្មការនឹង Caltrans ជាពិសេសមានការចូលរួមយ៉ាងសកម្មនៅក្នុងការស្ដាប់អំពីកង្វល់អំពីបញ្ហាដែលអាចកើតឡើងបើសិនជាយើងពង្រីកថ្នល់ជាតិហើយជាពិសេសនៅកម្មគឺថានៅក្នុងការពង្រីកនេះវាអាចធ្វើឲ្យមានការប៉ះទង្គិចទៅលើពាណិជ្ជកម្មជាពិសេសផ្នែកខាងសេដ្ឋកិច្ចដែលត្រូវការដែលស្ថិតនៅក្បែរមហាវិថីសូមអរគុណច្រើន Michael ហើយលើនេះខ្ញុំសូម Miss Paula de la Cruz Perez សូមប្រាប់ថាជាតំណាងនៃសហគមន៍ណាជម្រាបសួរ Erica ខ្ញុំឈ្មោះ Paula ខ្ញុំនៅ Compton ខ្ញុំមិនធ្វើជាតំណាងនៃ Compton ខ្ញុំជាតំណាងឲ្យខ្លួនខ្ញុំទេហើយខ្ញុំជាសមាជិកសហគមន៍នៅភូមិភាគខាងកើតបានប្រាប់ខ្ញុំអំពីកិច្ចប្រជុំនេះខ្ញុំមានចំណុចខ្លះខ្ញុំចង់ចែករំលែកជាពិសេសដើម្បីបន្ថែមបន្ថែមទីចំពោះការសន្ទនាដែលកំពុងតែកើតឡើងនៅពេលនេះខ្ញុំចង់ចង្អុលប្រាប់ថាគម្រោងនេះគឺបានផ្អាកមួយរយៈដោយព្រោះតែសហគមន៍ពហុសហគមន៍ដោយព្រោះសមាជិកសហគមន៍គឺថាមានការខ្វែងគំនិតជាមួយនឹងគ្នាអំពីដោយជាអាជីវកម្មទាំងឡាយអាជីវកម្មទាំងឡាយផ្សេងៗទៀតថាត្រូវតែរើចេញពីទីទាំងឡាយរបស់គេដោយព្រោះតែការពង្រីកដល់មហាវិថីមិនមែនតែ Metro នឹងគឺជាកង្វល់ខ្លះដែលខ្ញុំមានអំពីដែលតាក់ទងជាមួយនឹងគម្រោងនេះនិងគម្រោងមុនគឺជាចង់និយាយពីដំណាក់កាលនៃការចូលរួមនៃពហុសហគមន៍ទាំងអស់គឺថាដោយព្រោះតែវាមានការស្មុគស្មាញទាំងឡាយផ្សេងៗជាច្រើនកិច្ចប្រជុំទាំងឡាយផ្សេងៗជាមួយនឹង Task Force នៃកិច្ចប្រជុំទាំងឡាយដែលមានឈ្មោះទាំងគឺថាពិតជាធ្វើឲ្យយើងគេថាហួសចិត្តរបស់យើងដល់ពីគេពេលវេលានៃកិច្ចប្រជុំគឺថាអ្វីជាច្រើនដែលជាផ្នែកនៃកិច្ចប្រជុំទាំងឡាយគឺជាការពិបាកសម្រាប់សមាជិក
សហគមន៍ជាច្រើនហើយបង្កើតនៅការស្មុគស្មាញជាច្រើនហើយក៏មានពេលវេលានៃកិច្ចប្រជុំគឺជាផ្នែកនៃការរាយមេនៃយោបល់របស់ខ្ញុំគឺជាពេលវេលាគឺថាចង់ផ្សព្វផ្សាយឲ្យសហគមន៍ដឹងដែលថាតើកិច្ចប្រជុំនៅធ្វើនៅពេលណាទៅហេតុអ្វីបានជាទៅតែផ្ដល់ជាធ្វើជាកិច្ចប្រជុំនៅពេលនេះយើងគិតថាចង់និយាយអំពីដំណាក់កាលនៃការប្រជុំនេះគឺថាជួយបង្កើតឲ្យមានការស្មុគស្មាញដោយមានព័ត៌មានជាច្រើនហើយនឹងការមិនបានចូលរួមពីសមាជិកពហុសហគមន៍ហើយខ្ញុំសមាជិកនៅពហុសហគមន៍ដែលពិតជាត្រូវបានប៉ះពាល់ប៉ះទង្គិចទៅដោយគម្រោងនេះសូមអរគុណផលចំពោះសំណួរនេះបានឃើញអ្នកហើយបានស្ដាប់ឮអំពីអ្នកហើយនេះជាការដែលគួរចាប់អារម្មណ៍គេថានៅក្នុងជំពូកថ្មីនៅក្នុងគម្រោងការថ្មីគឺគម្រោងការចាស់យើងបានរៀនជាច្រើនអំពីអ្វីដែលបានកើតឡើងគណៈបងស្រីមិនមែនជាបុគ្គលតែម្នាក់ប៉ុណ្ណោះដែលបច្ចេកចាយពីកង្វល់ទាំងអស់នោះទេប៉ុន្តែមានមនុស្សជាច្រើនដែលមានកង្វល់ដូចគ្នាចឹងដែរប៉ុន្តែនេះជាដំណាក់កាលនៃការរៀនមួយខ្ញុំផ្ដល់ជាយោបល់ Google Doc ខ្ញុំអ៊ីសាមានបាននិយាយថាសូមអរគុណដែលបានចែករំលែកអ៊ីសាហើយម៉ែតក៏បានសរសេរថាខ្ញុំមានចិត្តរីករាយដែលថា EPA បានចូលរួមហើយកង្វល់ដ៏ធំរបស់យើងគឺវិបត្តិដ៏ធំដែលអាចបង្កើតឡើងគឺតាមរយៈនៃយោបល់ចំពោះ corridor និងបញ្ហាចំពោះជាតិពុលនិងគុណភាពទៅលើខ្យល់ហើយក៏ដែរនៅគម្រោងការនេះគឺថាធ្វើយ៉ាងណាដើម្បីនឹងកាត់បន្ថយនៅជាតិពុលនិងកាត់បន្ថយនៅវិបត្តិផ្នែកខាងការធ្វើដំណើរចរាចរណ៍ដែរនេះគឺជាអ្វីដែលយើងកំពុងតែស្ដាប់ឮហើយខ្ញុំនឹងអញ្ជើញ Michael បើសិនជា Michael ចង់ឆ្លើយនឹងសំណួររឿងយោបល់នេះនេះគឺជាកង្វល់ដែលយើងបានស្ដាប់ឮហើយយើងចង់លើកមកដោះស្រាយព័ត៌មានមិនចង់និយាយកាត់លើអ្នកណាឡើយអំពីកង្វល់ដែលយើងមានដូចជាបើជាយើងលើកប្រធានបទនេះមកពិភាក្សាជាមួយនឹងគ្នាជាពិសេសចំពោះការកំពុងតែលូតលាស់នៃចំនួនប្រជាជនដែលរស់នៅក្នុងមូលដ្ឋានរបស់យើងហើយគោលដៅរបស់យើងគឺថាតើយើងអាចនឹងធ្វើយ៉ាងណាដើម្បីឲ្យបញ្ហាផ្នែកខាងគមនាគមន៍របស់យើងគឺថាមានដំណើរការល្អហើយរួមជាមួយនឹងបច្ចេកវិទ្យាហើយដើម្បីនឹងធ្វើយ៉ាងណាដើម្បីជួយឲ្យមានការធំលូតលាស់នោះដោយមិនបង្កើតជាបញ្ហាតទៅមុខទៀតដោយការកាត់បន្ថយនៅភាពគ្រោះថ្នាក់ទៀតផងសូមអរគុណ Michael ខ្ញុំបានមកឃើញនៅការលើកដៃណាផ្សេងទៀតចំពោះអ្វីដែលបានលើកមកនេះនៅពេលនេះទេហើយចិត្តនៅប្រធានខ្ញុំសូមថ្លែងអំណរគុណដែលបានចំណាយពេលដើម្បីនិយាយជាមួយយើងក្នុងការលើកដៃដោយការចូលរួមក្នុង Google Doc ដើម្បីចែករំលែកជាមួយសំណួរនិងកង្វល់ដែលអ្នកមានបើសិនជាយើងអាចខ្ញុំនឹងស្នើសុំឲ្យក្រុមឲ្យលើកយកសំណួរកំណងសំណួរផ្សេងទៀតចំពោះអ្វីដែលយើងចង់ឃើញនៅពេលដែលយើងធ្វើដើម្បីសូមដាក់ slide មួយទៀតខ្ញុំដាក់សំណួរទាំងនេះតលទស្សនិកជនទាំងអស់ដែលចូលរួមគណៈចង់ដឹងអំពីទស្សនិកជនទាំងអស់ថាតើគោលដៅនិងចក្ខុវិស័យនៅ I710 គឺជាអ្វីដែរតើអ្វីដែលត្រូវតែយកមកដោះស្រាយតើព័ត៌មានដ៏ល្អបំផុតណានិងព័ត៌មានដែលត្រូវនឹងយកមកពីភាសាជាមួយនឹងពហុសហគមន៍អ្នកដែលចូលរួមសូមឲ្យយកសំណួរទាំងនេះមកគិតពិចារណាសូមលើកដៃហើយទៅ Google Doc ហើយសរសេរនៅយោបល់ឬសំណួរយើងពិតជាឃើញអ្នកចូលរួមទាំងអស់ហើយក៏ពិតប្រកបហើយគឺថា
សូមនឹងឲ្យបើសិនជាថាត្រូវចាប់ដៃដឹកនាំយើងដើម្បីឲ្យយើងអាចនឹងអនុវត្តនៅគម្រោងនេះហើយយើងមានចិត្តរីករាយដើម្បីទទួលយោបល់អំពីទស្សនិកជននិងសមាជិកនៃសហគមន៍ទាំងអស់នៅក្នុងកិច្ចប្រជុំដោយកិច្ចប្រជុំនេះតើមានអ្នកណាមានសំណួរចង់សួរទេអូខេខ្ញុំបើ Google Doc បើសិនជាមានសំណួរណាអូមានដៃ2ដែលបានលើកសូមអរគុណដែលបានចង្អុលបង្ហាញសូមអរគុណតែក៏សូមប្រាប់ថានៅទីកន្លែងណាតើសហគមន៍ណាដែលអ្នកជាតំណាងបាទពិតប្រាកដហើយខ្ញុំរស់នៅសៅកេតគឺជាសហគមន៍ដែលជាមានបរិស្ថានដែលត្រូវបានបាតុកិច្ចទៅដោយគម្រោងនេះនឹងជាការពិបាកដោយព្រោះតែយើងមានការកិច្ចប្រជុំនៅវេលាម៉ោង10នៅពេលព្រឹកគឺថាមានសមាជិកនៃពហុសហគមន៍ទាំងឡាយដែលមានការពិបាកនៅក្នុងការចូលរួមនៅក្នុងកិច្ចប្រជុំនេះនៅក្នុងគម្រោងនៃការពង្រីកនៅមហាវិថី7-10នោះហើយជាយោបល់សំណើរបស់យើងគឺថាធ្វើយ៉ាងណាគឺថាមេត្រូគឺថាធ្វើយ៉ាងណាគឺថាធ្វើការផ្សព្វផ្សាយឲ្យបានពេញលេញឲ្យបានជោគជាំទៅលើពហុសហគមន៍គឺថាការប្រើនៅ Zoom នៅកណ្ដាលមិនជជែកវែកញែកជាមួយគ្នាគឺថាមិនគ្រប់គ្រាន់ប៉ុណ្ណោះទេមិនត្រឹមតែជាពេលវេលាប៉ុណ្ណោះទេប៉ុន្តែជាមេតិកានៃការកិច្ចប្រជុំដែរសូមអរគុណចំពោះយោបល់យើងបានធ្វើកិច្ចប្រជុំយប់មិញគឺថាយើងធ្វើដូច្នេះគឺដើម្បីនឹងផ្ដល់ជាឱកាសដល់ទស្សនិកជនសមាជិកនៃសហគមន៍ទាំងអស់សូមអរគុណច្រើនហើយមានការលើកផលខ្ញុំបានប្រាប់នៅក្នុងពាក្យសម្រាប់មួយដែលខ្ញុំគ្រាន់តែចង់សមាជិកនៅក្នុងពហុសហគមន៍គឺដែលខ្ញុំចង់និយាយថាជាសមាជិកនៃពហុសង្គមគឺដែលយើងដឹងថាតើអ្វីដែលល្អបំផុតសម្រាប់យើងកំពុងរស់នៅទីកន្លែងនេះហើយយើងមានទំនាក់ទំនងជាមួយនឹងគ្នាក្រៅសាលារៀនផ្សារទាំងឡាយផ្សេងៗនៅក្នុងការធ្វើដំណើរMetro and Caltrans នឹងតែព្រោះតែយោបល់នឹងចក្ខុវិស័យរបស់សមាជិកសហគមន៍និងចក្ខុវិស័យរបស់ Caltrans និង Metro គឺថាវាខ្វែងគំនិតនឹងគ្នាហើយហាក់ដូចជាគេមិនគ្រប់គ្រងនៅយោបល់របស់យើងដែលជាសមាជិកនៃពហុសហគមន៍ហើយខ្ញុំគិតថាចក្ខុវិស័យសម្រាប់ប្រព័ន្ធដំជាគម្រោងគឺថាគោលដៅគឺថាធ្វើយ៉ាងណាក្រៅមិនបង្កើតឲ្យមានជាតិពុលឬក្រៅកាត់ផ្ដាច់ជាតិពុល 100% គឺជាយើងនឹងដែលជាមេដាបៃតានិងកូនចៅរបស់យើងដែលកំពុងតែរស់នៅហើយដែលត្រូវបានបាក់ទង្គិចហើយក៏បានគេថាគោលដៅរបស់យើងគឺថាក្នុងការពង្រីកនៅមហាវិថីនឹងគឺថាធ្វើយ៉ាងណាគឺថាមិនមែនបង្ខំឲ្យនៅឋានឬអាជីវកម្មទាំងឡាយផ្សេងៗនៅក្បែរមហាវិថីនឹងរយចេញឡើយសូមអរគុណផលតែខ្ញុំពិតជាយល់ពីសេចក្តីលំអិតនឹងបញ្ហាទាំងឡាយចំពោះអាជីវកម្មទាំងឡាយផ្សេងៗដូចជាតូបហាងតូចៗដែលនៅក្បែរមហាវិថីនឹងតើរបៀបណាជារបៀបដ៏ល្អបំផុតការគម្រោងការនេះគឺមិនប៉ះទង្គិចទៅដល់គេខ្ញុំគ្រាន់ចង់ដឹងថាតើមានបណ្ដាញខ្ញុំធ្លាប់រស់នៅ Southgate ដែលគេជាអ្នកដែលបន្លឺសំឡេងរបស់គេអំពីសាលារៀនរបស់គេនិង
អ្វីៗនឹងគេថាត្រូវតែចែករំលែកខ្ញុំគ្រាន់ចង់ដឹងថាតើមានអ្នកណាខ្លះឬតើមានបណ្ដាញណាខ្លះឬសហគមន៍ណាខ្លះដែលខ្ញុំគិតថាសូមលើកសំណួរនេះមកសួរថាចំពោះគម្រោងនេះតើត្រូវប៉ះទង្គិចទៅលើពាណិជ្ជកម្មអាជីវកម្មនិងលំនៅឋាននេះគឺជារឿងដ៏ពិបាកកណ្ដាលនៅក្នុងប្លុកនីមួយៗបើនៅពេលដែលយើងដឹងអំពីទីកន្លែងដែលយើងពោលនៅគឺថាការផ្លាស់ប្ដូរនៅដែលគម្រោងអាចនាំមកនោះគឺថាវាមានការប៉ះពាល់ខុសៗគ្នាហើយវាមានភាពខុសៗគ្នាដែរនឹងឯងគិតថាការប្រជុំត្រូវតែគិតថាមានមិនត្រឹមតែការប្រជុំពីចម្ងាយទេប៉ុន្តែការប្រជុំដោយផ្ទាល់ដែរគឺថាមាននៅអ្វីៗជាច្រើនដែលយើងចង់លើកមកនិយាយគឺថាកិច្ចប្រជុំទាំងនេះដូចជាកិច្ចប្រជុំថ្ងៃនេះគឺថាผมមានគឺថាសមាជិកគ្រប់រូបដែលមាននៅឧបករណ៍electronic ដែលអាចនឹងចូលរួមបាននោះទេហើយខ្ញុំបានជិតឆ្នាំក្រោយការប្រជុំគឺថាមានការប្រជុំដោយផ្ទាល់រួមជាមួយនឹងគ្នានឹងទៀតគឺថាផ្លាស់ប្ដូរពេលវេលាគឺថាពេលណាគឺថាដើម្បីឲ្យមានទស្សនិកជនអាចចូលរួមហើយមិនត្រឹមតែប៉ុណ្ណោះទេគឺថាផ្ដល់ជាចក្ខុវិស័យឬផ្ដល់ជាបេសកកម្មគេថ្លៃបេសកកម្មគឺថាដើម្បីឲ្យសមាជិកនៅក្នុងសហគមន៍របស់យើងគឺថាដឹងឲ្យយល់ហើយគឺថាធ្វើយ៉ាងណាគឺដើម្បីឲ្យសមាជិកនៅក្នុងសហគមន៍របស់យើងគឺថាទទួលនៅព័ត៌មានទាំងអស់នេះគឺជាការពិបាកណាស់ដល់ខ្ញុំដែលជាឥឡូវនេះគឺថាក្នុងការដែលថាកំពុងតែគិតពិចារណាអំពីព័ត៌មានទាំងអស់នេះដែលបង្ហាញទៅតាមលើអក្រង់ទៅនេះគឺចំពោះការប្រើភាសាអ្វីដែលថាសមស្របជាមួយនឹងសហគមន៍របស់យើងដែលយើងអាចងាយស្រួលនឹងយល់ក្រៅមិនត្រឹមតែមានអ្នកដែលចូលរួមនៅក្នុងសហគមន៍នៅក្នុងការកិច្ចប្រជុំកាន់តែច្រើននោះទេប៉ុន្តែក្នុងការទទួលយកមកអំពីគេអ្វីដែលខ្ញុំចង់និយាយគឺថាមានអ្វីៗជាច្រើនមិនមែនខ្ញុំចង់គឺថាផ្ដល់ធ្វើយ៉ាងណាដើម្បីបង្កើតជាការប្រជុំនឹងឲ្យផ្ដោតទៅលើយុវជនយុវនារីដែរធ្វើឲ្យបើជាការប្រជុំពីចម្ងាយឬការប្រជុំដោយផ្ទាល់គឺដើម្បីយើងចង់បានសម្លេងនិងមតិអំពីយុវជនយុវនារីដែរសូមអរគុណផលឡើងចំពោះយោបល់នោះពិតជាសំខាន់ហើយខ្ញុំថាយើងមានក្រមផ្ដោតមតិផ្នែកខាងការអប់រំប៉ុន្តែសូមអរគុណដែលបានបញ្ជាក់នេះកថាពាណិជ្ជកម្មតូចហើយនឹងការអប់រំទាំងឡាយផ្សេងៗគឺថាត្រូវបានប៉ះទង្គិចដោយសារគម្រោងដែរខ្ញុំបានឃើញជំនួសគឺពីចោកង្វល់ត្រូវបានចែករំលែកជាមួយនឹង Metro នៅឆ្នាំ2020 Metro មិនបានចែករំលែកជាមួយអំពីកង្វល់សាធារណៈប៉ះដែលតកតងជាមួយនឹងមហាជាមួយនឹងគម្រោងនេះហើយអ្វីMetro កំពុងតែអនុវត្តទៅតាមច្បាប់ឬក៏នយោបាយសម្រាប់គុណភាពនៃខ្យល់ឬទេហើយដើម្បីបានជាព័ត៌មានទាំងអស់នេះជាច្រើនដែលត្រូវបានលាក់បាំងពីសាធារណៈមានសំណួរជាច្រើនហើយខ្ញុំនឹងអានខ្លាំងអំពី Metro ដើម្បីឲ្យ Metro អាចនឹងយកមកគិតពិចារណាឆ្លងហើយមិនជា EPA ត្រូវបានលាក់បាំងជាច្រើនខែហើយតាម Metro បានធ្វើការវិនិច្ឆ័យទៅលើគុណភាពនៃខ្យល់ឬទេខ្ញុំចង់ឲ្យ Investor ដែលបានចូលជាមួយនឹងយើងតាំងប្រហែលជាមួយទស្សសមត្ថឬ Investor សូមអរគុណខ្ញុំគ្រាន់តែនិយាយថាដែលគ្មាននរណាគោលបំណងដើម្បីនឹងលាក់បាំងអ្វីអំពីការសម្រាប់ចូលជួយ EP ឡើយយើងមានសមាជិក EPA តាំងពីចាប់ផ្ដើមនៅគម្រោងការដំបងគឺថាយើងមិនបានទទួលនៅ
ការតំណែងតំណងជាលេខអក្សររហូតដល់ចោលដល់ខែ1ឆ្នាំ2021គឺថាចំពោះការសន្ទនាគឺថាចំពោះនៅទីភ្នាក់ងារនិងសហគមន៍ទាំងឡាយផ្សេងៗគឺថាយើងខិតខំស្វែងរកនៅដំណោះស្រាយឬសំណើមតិទាំងឡាយផ្សេងៗគឺដើម្បីចង់ប្រើទឹកខាវិភាគចំពោះគម្រោង710ដូច្នេះហើយគឺថាតម្រូវឲ្យមាននៅការសម្របសម្រួលការចាត់ចែងជាច្រើនគឺថាតម្រូវឲ្យមានការជាការសរសេរពី EPA យើងមិនបានធ្វើនៅការវិភាគតែកាត់គុណភាពផ្នែកខាងខ្យល់នោះឡើយគឺមិនទាន់បានសួរទេប៉ុន្តែដូចជាខ្ញុំបាននិយាយដូចទៅហើយថានៅក្នុងយោបល់របស់ខ្ញុំបានមានមួយគឺថាគឺបានយល់ថាពីគម្រោងនឹងគោលដៅដើម្បីនឹងចង់កាត់បន្ថយនៅជាតិពុលគឺថាដូចជាបានជំរាបប្រាប់ពីមុននឹងចឹងដែរគឺថាដល់ពោះតែគោលដៅរបស់យើងសម្រាប់គម្រោងi710 ហើយជាមួយនឹងសូមអរគុណចូលចំពោះសំណួរទាំងនោះបើសិនជាមានសំណួរ Adelia តែមានអ្វីចង់និយាយទេអូខេម្ដងទៀតគឺថាតើគោលដៅនិងចក្ខុវិស័យរបស់អ្នកគឺយ៉ាងដូចម្ដេចសម្រាប់i710 និងបញ្ហាដែលត្រូវលើកមកដោះស្រាយសំណួរទី3គឺជាសំណួរដែលសំខាន់ដែលយើងចង់បានទទួលនៅយោបល់អំពីសមាជិកហើយចង់បំប្រាប់ឲ្យដឹងថាមានបណ្ដាញជាច្រើនដែលយើងបានរៀបចំឡើងដើម្បីផ្ដល់ជាព័ត៌មានដើម្បីចូលរួមតាមតែជាអាចមានជាភាសាមេឃឬមាន fair ឬមានផ្ទះសម្បែងដែលអាចសាងសង់ឡើងនៅក្បែរមហាវិថីសូមចែករំលែកជាមួយនឹងយើងចង់ដឹងថាពេលដែលខ្ញុំបានចូលតាំងពីខែកញ្ញាតើយើងអាចធ្វើដូចម្ដេចដើម្បីនឹងមានយុទ្ធការកណ្ដាលជាយុទ្ធការងាយស្រួលហើយយើងត្រូវការជំនួយពីសមាជិកនិងសហគមន៍យើងចង់ដឹងថាតើអ្នកណានៅក្នុងសហគមន៍របស់យើងតើយើងអាចនឹងចែករំលែកព័ត៌មានដូចម្ដេចដើម្បីឲ្យបានជោគជាំនៅក្នុងសហគមន៍របស់យើងខ្ញុំបានស្នើសុំបើសិនជាបណ្ណាមានយោបល់មានសំណួរមានសូមចែករំលែកជាមួយនឹងយើងសូមប្រាប់ឲ្យយើងដឹងអំពីព័ត៌មាននេះគឺជាខុសគ្នាដែលគេថាយកមិញខ្ញុំបានមានការព្រួយបារម្ភខ្លាចយើងមិនអាចមានពេលវេលាគ្រប់គ្រាន់តែព្រោះតែយកមិញហើយដូច្នេះគឺថាកិច្ចប្រជុំគឺថាមួយសម្រាប់ពេលយប់មួយសម្រាប់ពេលថ្ងៃគឺគោលការណ៍នេះគឺគោលដៅនេះគឺដើម្បីគឺថាផ្ដល់ជាឱកាសដល់ចំពោះអ្នកដែលចូលរួមយប់មិញដែលចូលរួមថ្ងៃដែរតើមានអ្នកណាឥឡូវនេះដែលកំពុងតែមានអ្វីដែលចង់ចែករំលែកជាមួយនឹងយើងទេតើមានយោបល់អ្វីពីបុគ្គលិក Metro តើមានអ្វីទេចង់លើកមកនិយាយជាមួយនឹងគេអឺអឺបណ្ដាញក្រុមធ្វើការជាមួយគម្រោង7 i710 គឺជាពិសេសចំពោះពាណិជ្ជកម្មនិងលំនៅឋាននៅក្បែរ710គឺថាប្រជាជនធម្មតាគឺថាមិនមែនតែជាអ្នកតំណាងនៃរដ្ឋាភិបាលទេប៉ុន្តែគឺជាប្រជាជនដែលរស់នៅក្នុង
ទីកន្លែងក្បែរមហាវិថីនោះតើគេមានកង្វល់តើមានយោបល់អ្វីមួយតើមានជាការណែនាំណាមួយឬការអនុវត្តណាមួយគឺថាធ្វើយ៉ាងណាគឺថាដើម្បីផ្ដល់ការនេះដើម្បីទៅសមាជិកនៃសហគមន៍ទាំងអស់ដើម្បីផ្ដល់ជាយោបល់របស់ពួកគេតើមានអ្នកណាមានយោបល់អ្វីដែលចង់លើកមកជួយចែករំលែកជាមួយនឹងយើងទេសូមអរគុណKiandra ទំនុកខ្ញុំសួរអឺមិនចាំបាច់រងចាំឲ្យគេឆ្លើយនឹងសំណួរឬរងចាំឲ្យគេដទៃផ្សេងទៀតនឹងសួរសំណួរឡើយនឹងឯគឺថាខ្ញុំចង់ឃើញនៅការបង្កើតនៅការទុកចិត្តគ្នាទុកវិញទៅមកគឺថារវាងជាមួយនឹងថានឹង Metro និងសមាជិកនៅក្នុងសហគមន៍របស់យើងសូមអភ័យទោសទីនេះអឺអឺខ្ញុំមិនដឹងបងជាយើងដាច់អឺ Delia បាច់ដាច់អូមិនដឹងហេតុអ្វីជាបានដាក់បាត់សម្លេង Delia Delia ស្ដាប់យើងឮទេប៉ុន្តែខ្ញុំចំពោះនឹងការធ្វើការសម្រេចចិត្តនឹងតកតងជាមួយនឹងក្រុមធម្មពលក៏តែមិនត្រឹមតែ Metro និង Caltrans ប៉ុណ្ណោះទេដើម្បីទទួលក្នុងការទទួលខុសត្រូវដើម្បីបង្កើតជាគណៈការយល់ស្របជាមួយនឹងគ្នាឬក៏ជាសំណើណាមួយដែលត្រូវតែយកមកត្រួតពិនិត្យហើយដើម្បីនឹងបង្កើតមិនដឹងថានឹងជាពាក្យត្រូវឬអត់គឺថានេះគឺជាក្នុងថាយើងក្នុងដំណាក់កាលនៅឡើយនឹងមានការប្រជុំមួយទៀតនៅថ្ងៃទី13នៅវេលាម៉ោង5កន្លះពេលថ្ងៃល្ងាចប៉ុន្តែបាទ Delia បើសិនជាអាចមកចូលរួមជាមួយយើងគឺថាសូមអាចនឹងមកចូលរួមជាមួយនឹងយើងដើម្បីនឹងឆ្លើយនឹងសំណួរនៅខាងតែមានអ្នកណាផ្សេងទៀតដែលខ្ញុំមិនទាន់បានឆ្លើយតបសំណួរឡើយអ្នកពិតប្រកបត្រូវណាស់គឺមានព័ត៌មានផ្ដាំខ្លះដែលផ្ដល់ជាយោបល់ដើមអំពីគម្រោងនេះយើងត្រូវការនៅយោបល់អំពីបងប្អូនគោលដៅរបស់យើងគឺថាធ្វើគឺដើម្បីនឹងពង្រីកដើម្បីនឹងធ្វើការតបភ្ជាប់ជាមួយនឹងពហុសហកម្មទាំងឡាយផ្សេងទៀតអឺតាមរបៀបណាដែលថាអាចនឹងសមហេតុសមផលដែលសមស្របអឺទៅការអឺចិត្តរបស់សមាជិកដើម្បីកណាមជួយតបភ្ជាប់ពហុសហគមន៍ជាមួយនឹងដំណាក់កាលសូមអរគុណ Michael សូមអរគុណចំពោះការបញ្ជាក់នោះតើមានសំណួរផ្សេងទៀតទេ
អឺតើមានអ្វីផ្សេងទៀតដែលចង់ចែករំលែកទេសូមចំផ្លែតម៉ាតសូមអភ័យទោសខ្ញុំទៅតែបានមើលឃើញសំណួរគឺតើគោលដៅឬចក្ខុវិស័យរបស់អ្នកគឺជាអ្វីអំពីI-710គោលដៅរបស់យើងគឺថាគឺថាធ្វើយ៉ាងណារៀនប្រើជាប្រទេសផ្លូវជាការប្រើមហាវិថីដើម្បីកាត់បន្ថយនៅជាតិពុលឬគុណភាពមិនល្អនៃខ្យល់សូមអភ័យទោសខ្ញុំបានមើលឃើញម៉ាក់សូមអភ័យទោសតើមានសំណួរណាផ្សេងទៀតទេតើមានសំណួរមានដិតអ្នកណាលើកដៃចង់សួរអ្វីទេអូ Hello Daisy ខ្ញុំបានមើលឃើញអ្នកខ្ញុំឈ្មោះ Daisy Lomeli ខ្ញុំគឺជាសមាជិកហើយគាត់ជាគ្រូបង្រៀនជាម្ដាយហើយដូច្នេះខ្ញុំសូមអរគុណដែលមានជាវគ្គសម្រាប់ការស្ដាប់និងការផ្ដល់ជាយោបល់ក៏ដល់ថ្ងៃម្យ៉ាងទៀតនឹងឲ្យមានក៏ដល់អរគុណចំពោះកិច្ចប្រជុំដែលមានពីល្ងាចម្សិលមិញហើយក៏ដល់សូមអញ្ជើញឲ្យយើងមានកិច្ចប្រជុំកាន់តែច្រើននៅពេលថ្ងៃរសៀលហ្នឹងហើយក៏ដល់ជាការងាកចំពោះការអញ្ជើញในការជូនដំណឹងប្រហែលពី2-3ថ្ងៃមុនខ្ញុំមិនដឹងថាបើសិនជាការផ្ដល់ដំណឹងនេះគឺថាបានកើតឡើងដល់សមាជិកនិងសហគមន៍ដូចគ្នាដែរឬអីខ្ញុំគ្រាន់តែចង់បញ្ជាក់ពីអ្វីដែលបាននិយាយឡើងគឺថាចំពោះពួកគេគឺជាក្រុមผู้អ្នកជំនាញដែលអាចផ្ដល់ជាយោបល់ឲ្យបានពេញលេញអំពីគម្រោងនេះហើយម្យ៉ាងទៀតដូចជាអេរិកាបាននិយាយថាការត្រឡប់ទៅឯការគិតគូរអំពីអាជីវកម្មអំពីសាលារៀនគឺថាបើសិនជាយើងចង់និយាយអំពីការផ្សព្វផ្សាយនៅសាលារៀនដើម្បីឲ្យគេធ្វើគេបង្កើតជាឯកសារបង្ហោះមួយផ្ញើតាមកូនយកត្រឡប់ទៅផ្ទះវិញក្រាបយោបល់របស់ខ្ញុំគឺថាតើយើងអាចនឹងធ្វើជាសេចក្តីប្រកាសបង្ហោះនេះដោយផ្ញើវាតាមកុមារក៏ដែលចូលរួមជាមួយនឹងរូបភាពទាំងឡាយផ្សេងធ្វើយ៉ាងណាគេថាងាយស្រួលដើម្បីយើងអាចដឹងដែលងាយស្រួលជាជាងការអាននៅក្នុងកថាខណ្ឌខ្ញុំក៏បានឃើញនៅភាសាជាច្រើនដែលចែករំលែកថ្ងៃនេះហើយខ្ញុំក៏សូមឲ្យមាននៅព័ត៌មានទាំងអស់នេះត្រូវបានផ្ញើឬបញ្ជូនទៅផ្ទះដែរសូមអរគុណ Daisy អរគុណច្រើនខ្ញុំក៏ចង់អត់ថាដល់ពេលខ្ញុំមើលតាម Google Doc get the question បានតើតើសំណួរអំពីការជ្រើសរើសយកសមាជិកប្រឹក្សាជាមួយនឹងគម្រោងI-710 corridor គឺថាសូមអញ្ជើញឲ្យសមាជិកក្នុងសហគមន៍គេថាតាក់ទងនិយាយជាមួយនឹងយើងតាមរបៀបនេះខ្ញុំតើមានសំណួរអ្វីដែលថាចង់លើកមកនិយាយជាមួយយើងសូមឲ្យបងប្អូនផ្ដល់ជាយោបល់ជាការសន្ទនាគឺថាយើងចិត្តអស់ពេលវេលាហើយគឺថាយើងពិតជាចង់លើអំពី
បងប្អូនទាំងអស់គ្នាអាចធ្វើដោយ live ដោយផ្ទាល់ឬអាចប្រើតាម email ឬតាមការទំនាក់ទំនងតាមទូរស័ព្ទតាមរយៈអ្នកបកប្រែភាសាអេស្ប៉ាញខ្មែរកាតាឡុកតាមមានអាណាមានសិទ្ធិមួយទេដល់គ្មានអាណានិយាយអ្វីខ្ញុំថាអូខេអ៊ីសាសូមនិយាយប្រាប់យើងសូមប្រាប់យើងថាអ៊ីសាមកពីណាដែរខ្ញុំឃើញថាបានអាន mute ប៉ុន្តែសូមអាននិយាយខ្លាំងពេកព្រោះយើងចង់ស្ដាប់លើ Daisy នៅជាតើអ្នកបានលើកដែរខ្ញុំគ្រាន់តែសួរសំណួរចង់ចែករំលែកនៅអ្វីដែលបាននិយាយពីម្សិលមិញដែលមិនទាន់បាននិយាយចែករំលែកជាមួយនឹងយើងបាទគឺថាបើសិនជាថាមានអ្វីមួយដែលបានចែករំលែកទៅយប់មិញដែលយើងមិនទាន់បានចែករំលែកនៅឡើយសូមចែកនៅពេលនេះគឺថាចង់ប្រាប់ថានៅសេចក្តីសង្ខេបគឺតាមគេហទំព័រខ្ញុំតើមានអ្នកណានៅក្នុងក្រុមនៃកម្រងនេះចង់ចែករំលែកពីអ្វីដែលបានលើកមកនិយាយពីម្សិលមិញតែមិនទាន់បានចែករំលែកនៅឡើយតើមានចំណុចសំខាន់អ្វីដែលចង់មកចែករំលែកយកមកចែករំលែកឬទេនៅពេលនេះគេថាសហគមន៍គេថាយោបល់របស់សហគមន៍កង្វល់របស់សហគមន៍គឺជាអតិភិបទី1ហើយខ្ញុំចង់សួរសំណួរម្ដងហើយម្ដងទៀតថាតើឲ្យយើងគប្បីធ្វើដោយម្ដេចដើម្បីនឹងធ្វើការផ្សព្វផ្សាយឬតាក់ទងជាមួយនឹងភាគសង្គមទាំងឡាយផ្សេងៗរបស់យើងគឺថាមានសំណួរជាច្រើនអំពីគេគឺថាអំពីការសំណួរដែលតាក់ទងអំពីគឺថាជាតិពុលដែលចេញពីបំពង់ផ្សាយរបស់ឡានដឹកជញ្ជូនទំនិញធំតែយើងអាចកាត់បន្ថយយើងដូចម្ដេចតើយើងធ្វើដូចម្ដេចដើម្បីនឹងផ្ដល់ការគ្រប់គ្រងដល់សេវាផ្នែកខាងគមនាគមន៍ហើយគេថាចង់ស្ដាប់ឮអំពីយោបល់របស់បងប្អូនអំពីការផ្ដោតគំនិតទៅលើcorridor ទាំងមូលចំពោះការចាត់ចែងទៅលើគុណភាពនៃខ្យល់និងសុវត្ថិភាពគឺថាយ៉ាងទៀតគឺការកាត់បន្ថយនៅការគ្រោះថ្នាក់ចរាចរណ៍ដែលហាក់ដូចជាបានកើនឡើងថ្មីនេះដែរដែលសូមអរគុណ Michael Ernesto គឺចង់បានជាតម្រូវការចំពោះការជៀសវាងអំពីការមិនចង់ឲ្យអាជីវកម្មតូចៗឬលំនៅឋានត្រូវតែរើទីកន្លែងដល់ប្រកាសពង្រីកនោះដែលនៅក្បែរមហាវិថីនេះត្រូវរើចេញនោះឡើយគឺថាការពង្រីកនៅមហាវិថីនេះគឺជាគោលបំណងនៅក្នុងការជួយឲ្យផ្លូវរបស់យើងគឺថាធំទូលាយប៉ុន្តែมันគឺថាប៉ះទង្គិចទៅលើសមាជិកនៅក្នុងសហគមន៍សូមអរគុណ Ernesto ដែលកង្វល់អំពីលំនៅឋានដែលត្រូវប៉ះទង្គិចដោយសារគម្រោងនេះចំពោះផែនការដែលមានពីមុនមកចំពោះសំណើគឺថាគឺពុំមានទៀតឡើយគឺថាមាននៅទេសនិកជនដែលមិនបានដឹងជាច្រើនយើងចង់ធ្វើយ៉ាងណាដើម្បីឲ្យគេបានទទួលនៅសារដំណឹងថ្មីដើម្បីដឹងអំពីគម្រោងការថ្មីនេះគឺជាចំណុចដ៏សំខាន់ដើម្បីបង្កើតជាផែនការថ្មីនិងការធ្វើវិនិយោគថ្មីគឺយើងលើកមកដាក់នៅចំពោះមុខ
សាធារណៈនឹងឯងអូខេគេថាចំពោះការពង្រីកនៅមហាវិថីនឹងគេថាគឺនឹងមិនកើតឡើងឡើយគឺចង់គឺចង់បញ្ជាក់បែបនោះណាអូខេខ្ញុំមិនមើលសំទោសខ្ញុំមិនមើលអាក្រង់នៅព្រឹកខ្ញុំមើលនៅកំណត់សារខ្លះគេថាធ្វើយ៉ាងណាគេថាដើម្បីឲ្យនៅសំណួរនិងចំណុចទាំងឡាយផ្សេងៗទៀតដែលចង់ដែលគួរតែលើកមកពិភាក្សាជាមួយគ្នាគេថាលើកមកពិភាក្សានៅពេលនេះគឺជាអ្វីដែលយើងត្រូវយកមកគិតពិចារណាដែលយើងត្រូវតែគិតអំពីការវិភាគនៅការបង្កើតជាឬធ្វើឲ្យប្រទេសផ្លូវនេះមានចលនាដើម្បីកាត់បន្ថយនៅឡានដឹកជញ្ជូនធំសូមចែករំលែកជាមួយនឹងអង្គការទាំងឡាយផ្សេងៗដែលយើងបានផ្សព្វផ្សាយចែករំលែកព័ត៌មានក៏យើងកំពុងតែស្ថិតនៅក្នុងដំណើរការជួក្រុមនៃកម្មករអ្នកដែលកំពុងតែធ្វើការគេកំពុងការដូចផ្ដើមអំពីគោលពីកម្រងគឺថាយើងបានសូមអញ្ជើញនៅយោបល់ណាដែលចង់មកចែករំលែកជាមួយនឹងយើងហើយខ្ញុំក៏គាត់និយាយថាបើជើធីមក្រុមកម្រងតែមានអ៊ីមែលមិនត្រឹមតែគេហទំព័រទេប៉ុន្តែមានអ៊ីមែលដើម្បីតាក់ទងយើងសូមចែករំលែកបន្តិចបានទេដើម្បីបើសិនជាមាននៅអូខេសូមអរគុណ710 corridor នៅ metro.net បើសិនជាមានយោបល់មានសំណួរគេអាចផ្ញើអ៊ីមែលឲ្យយើងនៅពេលនេះគឺថាយើងអាចនឹងចាប់ផ្ដើមបង្កើតនៅការចែករំលែកជាមួយនឹងអ្នកអំពីកំណត់សារអំពីអ្វីគិតថាកំណត់សារអ្វីអំពីការពិភាក្សាជាមួយនឹងគ្នាគិតថាគឺនៅក្នុងគេហទំព័រដែរសូមអរគុណចំពោះសំណួរនោះសូមអរគុណ Nancy ចំពោះការផ្ដល់យោបល់នោះហើយខ្ញុំមិនឃើញនៅអូខេគេខ្ញុំធ្វើបញ្ជាក់ចឹងមិនឃើញសំណួរឬយោបល់ទៀតឡើយតាមរយៈ Google Doc អូខេអំពីលទ្ធផលនៃព្រឹត្តិការណ៍ចំពោះ Task Force គេប្រជុំគឺថ្ងៃច័ន្ទថ្ងៃទី13នៅវេលាម៉ោង5អូខេដល់ link គឺនៅទីកន្លែងហ្នឹងដែរហើយមាន passcode ហើយខ្ញុំបង្អានវាឲ្យលឺដើម្បីបើសិនជាមានអ្នកណាដែលមិនបានលឺគឺថ្ងៃទី13គឺ881-550-332-86ហើយpasscode គឺ5851នៅខែមករាថ្ងៃទី10នៅវេលាម៉ោង5ហើយនៅក្នុងខែកុម្ភៈគឺថ្ងៃទី17នៅវេលាម៉ោង5ដូចគ្នាដែរក្រៅ Metro នេះក្រៅធ្វើយ៉ាងណាគឺដើម្បីចង់បង្កើតការប្រជុំសម្រាប់ថ្ងៃច័ន្ទនៅក្នុងខែកុម្ភៈនោះថ្ងៃច័ន្ទគឺជាបុណ្យ Valentine ថ្ងៃទី17ខែកុម្ភៈនឹងគេថាគោលដៅរបស់យើងគឺថារៀងរាល់ខែថ្ងៃច័ន្ទដំបូងឬនឹងថ្ងៃច័ន្ទយើងចង់អនុវត្តនៅក្នុងកិច្ចប្រជុំណាសូមអង្គពីគេហទំព័រពីអ៊ីមែលលេខទូរស័ព្ទនេះជាព័ត៌មានបើសិនជាបងប្អូនដែលជាសមាជិកក្នុងសហគមន៍គេថាចង់ចែករំលែកជាមួយយើងអំពីយោបល់អ្វីយើងចង់ឲ្យ Metro បុគ្គលិកMetro បើសិនជាចង់និយាយអ្វីដើម្បីបញ្ចប់នៅការប្រជុំនេះដល់ពេលនេះយើងអាចនឹងបញ្ចប់នៅការប្រជុំនេះខ្ញុំគ្រាន់តែចង់និយាយថាសូមអរគុណចំពោះពេលវេលាចំពោះអ្នកដែលបានចូលរួមក្នុងការប្រជុំនេះសូមថ្លែងអំណរគុណចំពោះអ្នកដែលកំពុងតែចូលរួមជាមួយនឹងយើងហើយបើ
បើសិនជាមានព័ត៌មានទាំងឡាយផ្សេងៗដែលអ្នកចង់ចែកចាយជាមួយនឹងយើងសូមអាចប្រើនៅព័ត៌មានតាក់ទងដែលបានបង្ហាញនៅលើអក្រង់នេះជាពិសេសការប្រជុំសម្រាប់ខែមករានិងខែកុម្ភៈសម្រាប់ឆ្នាំក្រោយគឺក្នុងការចូលរួមជាមួយនឹងពហុសង្គមសហគមន៍របស់យើងនិងក្រុមប្រឹក្សារបស់យើងការពីវគ្គនេះនិងវគ្គម្សិលមិញគឺថាកើតឡើងរៀងរាល់3ឆ្នាំ3ខែហើយបានឃើញនៅព័ត៌មានទាំងឡាយផ្សេងៗដើម្បីតាក់ទងជាមួយនឹងយើងដែលបានបង្ហាញនៅក្នុងលើអក្រង់នេះហើយយ៉ាងទៀតក៏ការរំលឹកដាស់តឿនអំពីកិច្ចប្រជុំទាំងឡាយផ្សេងៗនិងព័ត៌មានអំពីរបៀបដែលយើងអាចប្រើប្រាស់ព័ត៌មានទាំងនេះព័ត៌មាននេះគឺមានសម្រាប់សាធារណៈបើសិនជាថាមានជាយោបល់មានអ្វីគេថាអាចនឹងបង្ហោះឬតាំងនៅយោបល់ទាំងនោះឬសំណួរទាំងនោះដល់យើងដើម្បីយើងអាចនឹងមានកិច្ចប្រជុំទាំងនេះសូមអរគុណដល់ពេលវេលារបស់អ្នកដែលចូលរួមទាំងអស់នេះក្រោយយើងនឹងស្វែងរកនៅវិធីទាំងឡាយផ្សេងៗដើម្បីនឹងជួយឲ្យកិច្ចប្រជុំនេះឲ្យបានកាន់តែក៏ការឲ្យយើងរំទៅរងចាំតទៅមុខទៀតសូមអរគុណ Michael សូមអរគុណទាំងអស់គ្នាដែលបានចូលរួមថ្ងៃនេះយើងមានចិត្តសម្រាប់ដើម្បីនឹងជួបជាមួយនឹងអ្នកនៅវេលានៅថ្ងៃច័ន្ទនៅវេលាម៉ោង5សូមអរគុណ